ចូលដល់រដូវភ្លៀងហើយតើបងប្អូនទាំងអស់គ្នាមើលថែរក្សាមាន់បងប្អូនទាំងអស់គ្នាយ៉ាងម៉េច? បើចំពោះខ្ញុំអឺគឺខ្ញុំប្រើថ្នាំលាយជាមួយនឹងទឹកដែលមាន់ផឹកជារៀងរាល់ថ្ងៃ គឺជាប្រភេទថ្នាំ Produxin អានេះគឺវាមានតួនាទីការពារផ្តាសាយនៅពេលដែលមេឃភ្លៀង ឬក៏ធ្លាក់ខ្យល់មកគឺមាន់វាងាយនឹងផ្តាសាយ អញ្ចឹងអាហ្នឹងវាជួយការពារ ហើយវាការពារនៅជំងឺផ្លូវដង្ហើម ហើយជួយឲ្យមាន់របស់យើងហ្នឹងអត់ងាយឈឺនៅរដូវធ្លាក់ភ្លៀង ចា៎ សម្រាប់ការចិញ្ចឹមមាន់គឺយើងមើលទៅតាមរដូវកាលដែរបងប្អូន ដោយសារវាមានរដូវកាលភ្លៀងគឺមាន់ងាយឈឺ ហើយក៏ងាយស្លាប់ដែរ អញ្ចឹងគឺយើងត្រូវតែមើលថែវាឲ្យបានល្អ អញ្ចឹងបងប្អូនណាខ្លះដែលចិញ្ចឹមមាន់ស្រែដូចខ្ញុំ ហើយមានវិធានការអ្វីនៅពេលដែលដល់រដូវភ្លៀងដែលមាន់ងាយនឹងឈឺ ងាយនឹងឆ្លងរោគ បងប្អូនអាចជួយ comment នៅខាងក្រោមមកដើម្បីយើងធ្វើការចែករំលែកគ្នាទាក់ទងទៅនឹងការចិញ្ចឹមសត្វ មើលថែរក្សាមាន់ស្រែនៅរដូវភ្លៀងចា៎ អរគុណបងប្អូនទាំងអស់គ្នា